បាទសូមជូនព័ត៌មានថ្មីដែលមានពីផ្នែកទី1គឺពាក់ព័ន្ធជាមួយនឹងព័ត៌មានអំពីគ្រោះធម្មជាតិនៅប្រទេសថៃហើយផ្នែកទី2ពាក់ព័ន្ធជាមួយនឹងបាទការបាញ់សម្លាប់ខ្លួនបាទរបស់ប្រទេសហ៊ានថៃដែលគាត់គេហៅថាមានការតានតឹងក៏ដូចជាពិបាកនៅក្នុងការគ្រប់គ្រងស្ថានភាពសន្តិសុខនៅភាគខាងត្បូងនៃប្រទេសថៃបាទតោះឥឡូវគឺខ្ញុំបាទសូមធ្វើការបង្ហាញជូនពាក់ព័ន្ធជាមួយនឹងផ្នែកទី1ដែលទាក់ទិនទៅនឹងបាទព័ត៌មានគ្រោះធម្មជាតិនៅប្រទេសថៃបាទប្រទេសថៃចាប់ផ្ដើមប្រកាសអាសន្នជាថ្មីទៀតហើយពុកម៉ែបងប្អូនយើងដោយឲ្យប្រជាពលរដ្ឋនៅក្នុង61ខេត្តនេះរួមទាំងទីក្រុងបាងកកផងដែរនោះគឺប្រយ័ត្នជាមួយនឹងគ្រោះទឹកជំនន់និងបាក់ដីបាទនៅពេលនេះប្រទេសថៃគឺបានចេញនៅសេចក្តីប្រកាសព័ត៌មានឲ្យខេត្តរហូតដល់61បាទរួមទាំងទីក្រុងបាងកកផងដែរត្រូវតែប្រយ័ត្ននិងត្រៀមខ្លួនទប់ទល់ជាមួយនឹងគ្រោះទឹកជំនន់ក៏ដូចជាការបាក់ដីចាប់ពីថ្ងៃអាទិត្យទី26ខែកក្កដាឆ្នាំ2026នេះតទៅតែម្ដងបាទដោយដែលពុកម៉ែបងប្អូនបានដឹងហើយថាប្រទេសតែងតែជួបសំទោសប្រទេសថៃតែងតែជួបនៅគ្រោះមហន្តរាយធំជាពិសេសនៅភាគខាងត្បូងកាលពីឆ្នាំ2025ស្របពេលដែលប្រទេសមួយនេះបានបើកការឈ្លានពានទន្ទ្រានដីរបស់ប្រទេសកម្ពុជាកាន់តែខ្លាំងនៅក្នុងប្រទេសរបស់ខ្លួនជួបបាកលយុគកាន់តែខ្លាំងផងដែរជាពិសេសនោះគឺគ្រោះទឹកជំនន់នេះតែម្ដងនេះជារឿងរ៉ាវសំខាន់ទី1ដែលខ្ញុំបាទនឹងចែករំលែកជូនទៅកាន់អស់លោកស្រីបងប្អូនប្រិយមិត្តទាំងអស់បន្តិចនេះគឺខ្ញុំនឹងបង្ហាញជូននៅផ្នែកទី2បាទផ្នែកទី2គឺពាក់ព័ន្ធជាមួយនឹងព័ត៌មានអំពីស្ថានភាពសន្តិសុខនៅភាគខាងត្បូងនៃប្រទេសថៃសម្រាប់រឿងរ៉ាវទី2នេះទាក់ទិនទៅនឹងប្រទេសថៃផងដែរពុកម៉ែបងប្អូនយើងដោយសារតែធុញថប់ខ្លាំងពេកនីតិហ៊ានថៃជាន់ខ្ពស់ម្នាក់ប្រចាំការនៅខេត្តភាគខាងត្បូងគឺបានបាញ់សម្លាប់ខ្លួនតែម្ដងនៅក្នុងបន្ទាយស្របពេលដែលស្ថានភាពនៅភាគខាងត្បូងគឺកំពុងតែតានតឹងខ្លាំងដោយសារតែក្រុមឧទាមផ្ដាច់ខ្លួនគឺបើកការវាយប្រហារអត់ឈប់ឈរដែលបណ្ដាលឲ្យទាហានថៃជាច្រើនបានស្លាប់បាត់បង់ជីវិតថ្ងៃនេះគឺមានរឿងរ៉ាវថ្មីទៀតហើយទាហានថៃសំទោសទាហាននៃកងកម្លាំងបើការពីព្រំដែនប្រចាំខេត្តរាជធានីគឺបានធ្វើអត្តឃាតដោយបានបាញ់សម្លាប់ខ្លួនឯងតែម្ដងនៅក្នុងបន្ទាយរបស់ខ្លួននៅក្នុងស្រុករាំងកានេះទៅតែថ្ងៃទី22ម្សិលថ្ងៃនេះអស់លោកអ្នកគឺ5នាក់ត្រូវបានស្លាប់បាត់បង់ជីវិតដោយសារតែការបាញ់ប្រហារជាមួយនឹងក្រុមឧទាមនិងការផ្ទុះប្របែកហើយអនុទិនឆានវីរៈយុគលគឺបានប្រកាសអាសន្នតែម្ដងដោយបានដាក់ច្បាប់អញ្ញាសឹកនៅក្នុងខេត្តនារីធីវីហើយបើកដៃឲ្យទាហានមានសិទ្ធិនៅក្នុងការបាញ់តាមតែអំពើចិត្តតែម្ដងជាមួយនឹងក្រុមឧទាមដើម្បីចាត់វិធានការតទល់ជាមួយនឹងក្រុមផ្ដាច់ខ្លួនទាំងអស់នោះបន្ទាប់ពីទាហានឈុតខ្មៅ5នាក់របស់ខ្លួនគឺបានខ្សែជីវិតនៅក្នុងការវាយប្រហារដោយការបាញ់រះនិងគប់ប្របែកអញ្ចឹងនេះគឺជាព័ត៌មានទី2ដែលខ្ញុំបាទធ្វើការអាប់ដេតជូនពុកម៉ែបងប្អូនបាទសូមមកធ្វើសេចក្តីលម្អិតបន្ថែមពាក់ព័ន្ធជាមួយនឹងព័ត៌មានដោយព័ត៌មានទី1នេះបានបញ្ជាក់រួចទៅហើយទាក់ទិនទៅនឹងគ្រោះមហន្តរាយបាទនិងគ្រោះអាសន្នដែលបានកើតឡើងនៅលើទឹកដីនៃប្រទេសថៃគឺ64ខេត្តរួមទាំងទីក្រុងបាងកកផងនោះគឺបានប្រកាសគ្រោះទឹកជំនន់និងការបាក់ដីធ្ងន់ធ្ងរជាទីបំផុតប្រទេសថៃបានចេញនៅសេចក្តីប្រកាសព័ត៌មានខេត្តចំនួន61រួមទាំងទីក្រុងបាងកកផងដែរនោះគឺត្រូវតែប្រុងប្រយ័ត្នត្រៀមខ្លួនទទួលជាមួយនឹងគ្រោះទឹកជំនន់ក៏ដូចជាការបាក់ដីចាប់ពីថ្ងៃអាទិត្យទី26ខែកក្កដាឆ្នាំ2026រហូតដល់ដំណាច់សប្តាហ៍នេះតែម្ដងនាយកដ្ឋានបង្ការនិងការបន្ថយគ្រោះមហន្តរាយ DDPM បានចេញនៅសេចក្តីប្រកាសនៅថ្ងៃសៅរ៍ទី25ខែកក្កដាឆ្នាំ2026នេះថាខេត្តទាំងនោះនិងរាជធានីមិនមែនប្រឈមទៅនឹងហានិភ័យត្រូវទឹកជំនន់រហ័សនិងការបាក់ដីនោះទេក៏ប៉ុន្តែក៏អាចរងគ្រោះដោយសារតែក្តៅស្អាប់និងភ្លៀងធ្លាក់ខ្លាំងផងដែរចំណែកតំបន់សមុទ្រនិងមានរលកបុកខ្លាំងផងដែរនៅក្នុងសេចក្តីប្រកាសនេះ DDPM គឺបានប្រាប់ថាតំបន់ដែលរងឥទ្ធិពលខ្លាំងជាងគេគឺបាទភាគកណ្ដាលដែលមាន20ខេត្តបន្តមកទៀតគឺភាគឦសានដែលមាន18ខេត្តក្រៅពីនោះមានខេត្តនៅភាគខាងជើង14ខេត្តនិងភាគខាងត្បូង9ខេត្តក៏នឹងរងផលប៉ះពាល់ផងដែរជាពិសេសគឺទីក្រុងបាងកកតែម្ដងពុកម៉ែបងប្អូនយើងចង់ខេត្តទាំង9នៅក្នុងភាគខាងត្បូងគឺថាទឹកទៅតែស្រកអស់រយៈពេលជិត1ឆ្នាំនេះទឹកទៅតែបានស្រកអស់រយៈពេលនេះទេបងប្អូនដោយសារតែបងប្អូនយើងបានដឹងហើយថាខេត្តភាគខាងត្បូងនេះគឺលិចទាំង9ខេត្តតែម្ដងហើយប្រជាពលរដ្ឋខ្លះគឺមិនទាន់ទទួលបានសំណងនៃការស្លាប់បាត់បង់ជីវិតពីរដ្ឋាភិបាលនៅឡើយថាផងដែរបាទជាពិសេសគឺបងប្អូនអ៊ីស្លាមតែម្ដងដោយសារតែភាគខាងត្បូងនេះពិបាកជាមួយនឹងការទទួលនៅភាពស្មើគ្នាក្រោមការគ្រប់គ្រងរបស់អនុទិនឆានវីរៈគុលរឿងរ៉ាវនៅភាគខាងត្បូងនេះគឺបន្ទាប់ពីទឹកជំនន់បាទគឺចេញមិនផុតទេខ្ញុំបាទសូមបន្តការអាប់ដេតបាទទាក់ទិនទៅនឹងនីតិហ៊ានជាន់ខ្ពស់របស់ស៊ីម្នាក់ដែលប្រចាំការនៅខេត្តអ្នករាជធានីភាគខាងត្បូងរបស់ប្រទេសសៀមតែម្ដងគឺបានបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទាយស្របពេលដែលមានស្ថានភាពតានតឹងនៅភាគខាងត្បូងរបស់សៀមកំពុងតែវឹកវរកាន់តែខ្លាំងជាពិសេសគឺភាពចលាចលខ្លាំងជាទីបំផុតស្រាប់តែមានព័ត៌មានដ៏រន្ធត់មួយបានចេញផ្សាយថាទាហានជាន់ខ្ពស់នៃកងការពីព្រំដែនប្រចាំខេត្តនារាធិវាសបានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនតែម្ដងនៅក្នុងស្រុករាំងកាតាមរយៈការចុះផ្សាយរបស់ข่าวshortនៅថ្ងៃសៅរ៍ទី25ខែកក្កដាឆ្នាំ2026នេះបានដឹងថានីតិហ៊ានរូបនេះមិនត្រូវបានគេបញ្ចេញឈ្មោះនោះទេក៏ប៉ុន្តែកាន់តែដឹងថាមានវ័យ49ឆ្នាំគឺគាត់បានបាញ់សម្លាប់ខ្លួនដោយសារតែមានបញ្ហាវិបត្តិផ្លូវចិត្តនិងធុញថប់នៅក្នុងអារម្មណ៍ទៅបើទោះបីជាយ៉ាងណាក៏ដោយបាទថៃមិនហ៊ានបញ្ជាក់ថាតើករណីនេះជាប់ពាក់ព័ន្ធជាមួយនឹងការវាយប្រហារនាពេលថ្មីនៅខេត្តអ្នករាជធានីទេដែលបានផ្ដាច់អាយុជីវិតទាហានចិត្តខ្មៅបាទចំនួន5នាក់ឬក៏យ៉ាងណានោះទេข่าวshortគឺបានបញ្ជាក់ព័ត៌មាន
ថានឹងផ្សាយជូនទៅកាន់បងប្អូនបន្ថែមទៀតបាទអានេះគឺជាការលើកឡើងរបស់ Khashot បងប្អូនយើងទៅដឹងហើយថាខេត្តភៀកខាងត្បូងនេះបានជួបជាមួយនឹងរឿងរ៉ាវជាច្រើនជាពិសេសគឺភាពតានតឹងតាក់ទិនទៅនឹងគ្រោះថ្នាក់នៃការវាយប្រហារសន្ធប់តែម្ដងហើយមិនត្រឹមតែប៉ុណ្ណោះថ្មីនេះរដ្ឋាភិបាលរបស់លោកអនុទិនឆាន់វីរៈគុលគឺបានប្រកាសហើយគឺដាក់ច្បាប់អាជ្ញាសឹកនៅខេត្តនារីធាវីសគឺបើកដៃឲ្យទាហានមានសិទ្ធិបាញ់តាមតែអំពើចិត្តតែម្ដងជាមួយនឹងកងខ្មាំងបែកខ្លួនឬក្រុមឧទាមនៅក្នុងប្រទេសថៃគឺបានប្រកាសច្បាប់ផ្សេងថ្មីជាចម្បងបង្អស់នៅក្នុងប្រទេសសៀមបាននៅក្នុងខេត្តនារីធាវីសបាទដើម្បីចាត់វិធានការតទល់ជាមួយនឹងក្រុមបាច់ខ្លួនក្រោយពីទាហានជិតខ្មែរចំនួន5នាក់បានខ្សែជីវិតនៅក្នុងការវាយប្រហារដោយបាញ់រះនឹងក្របែកពីសំណាក់ក្រុមបាច់ខ្លួនតាមរយៈការចុះផ្សាយទូរទស្សន៍អាម៉ារីននៅថ្ងៃសៅរ៍ទី25ខែកក្កដាឆ្នាំ2026នេះមានជាការកងកម្លាំងពិសេសនៃខេត្តនារីធាវីសគឺបានប្រកាសអំពីច្បាប់នេះដើម្បីបិទខ្ទប់បាទច្រកចេញចូលទាំងអស់នៅក្នុងខេត្តធ្វើការប្រកបដោយបាទការចាប់ខ្លួននៅកម្មយុទ្ធបាទដែលតែងតែបើកការវាយប្រហារដល់កក្រិកនោះឲ្យកាន់តែបានតាមរយៈច្បាប់នេះផងដែរដែលសញ្ញេដោយមេបញ្ជាការយត់ដាវុធភឿងផេកនាយកសំទោសនីតិហ៊ានរបស់ថៃក៏មានសិទ្ធិនៅក្នុងការប្រើប្រាស់អាវុធភ្លាមៗតាមតែចិត្តអពើចិត្តផងដែរបើកាលណាខ្លួនស្ថិតនៅក្នុងស្ថានភាពមិនស្រួលនឹងរងការគំរាមកំហែងពីសំណាក់នេនតីសម្រាប់កងទ័ពរបស់ថៃដែលយាមនៅតាមប៉ុស្តិ៍សន្តិសុខនៅតាមទីតាំងនានាក៏មានសិទ្ធិបញ្ឈប់បាទនៅរាល់យានយន្តបាទដែលមើលទៅដូចជាមានហានិភ័យនិងសង្ស័យថាមានលាក់ខ្លួនជាមួយនឹងក្រុមឧទាមផ្លាច់ខ្លួនយ៉ាងណាមិញអាជ្ញាធរថៃក៏បានស្នើទៅកាន់ប្រទេសម៉ាឡេស៊ីដែរនៅក្នុងការឲ្យម៉ាឡេស៊ីនេះជួយទប់ស្កាត់អំពើហិង្សានៅភូមិខាងត្បូងនេះដោយសារតែស្ថានភាពនៅភូមិខាងត្បូងអស់លោកស្រីគឺបានដឹងហើយថាកាន់តែអាក្រក់ទៅនឹងឈានទៅដល់កម្រិតធ្ងន់ធ្ងរជាទីបំផុតជាពិសេសការវាយប្រហារដល់កក្រិកតែម្ដងនៅចុងសប្តាហ៍នេះដែលបណ្ដាលឲ្យទាហានឈុតខ្មែរចំនួន5នាក់បានបាត់បង់ជីវិតនៅក្នុងនោះប្រជាជនក៏មានរងរបួសផងដែរហើយក៏ទាហានជិត10នាក់ទៀតគឺបានរងរបួសធ្ងន់ដូច្នេះរដ្ឋាភិបាលនៃទីក្រុងបាងកកក៏បានស្នើសុំទៅកាន់រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីគឺទីក្រុងកូឡាឡាំពូឲ្យជួយទប់ស្កាត់អំពើហិង្សានៅភូមិខាងត្បូងរបស់ប្រទេសថៃផងដែរព្រោះតែសកម្មជនទាំងនោះនៅតែមានពួកគេបើការវាយប្រហារយ៉ាងសន្ធប់ឬក៏គប់ប្របែកទៅលើកងកម្លាំងល្បាតរបស់ទាហានឈុតខ្មែរថៃពួកគេតែងតែរត់ភៀសខ្លួនចូលទៅក្នុងទឹកដីរបស់ប្រទេសម៉ាឡេស៊ីបាត់ស្រមោលតែម្ដងហើយមកដល់នៅពេលនេះក៏មិនទាន់បានចាប់បានអស់រយៈពេលជាច្រើនខែឆ្នាំកន្លងមកទៅតែចាប់បានដូចជា3នាក់ទេបងប្អូនបាទនៅក្នុងការបង្ក្រាបក្រុមទាំងអស់នេះបាទនេះគឺជាព័ត៌មានដែលខ្ញុំបាទធ្វើការចែករំលែកហើយបើសិនជាមានការលើកខ្វះខាតបាទក៏សូមកាន់តែពេញទោសហើយបើសិនពេញចិត្តនៅព័ត៌មានអាប់ដេតនេះបាទកុំភ្លេចជួយចុច Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានព័ត៌មានថ្មីៗជាបន្តបន្ទាប់អរគុណ